មនាលភិក្ខុទាំងឡាយសេចក្តីទុក្ខនេះមាន3យ៉ាងសេចក្តីទុក្ខ3យ៉ាងតើអ្វីខ្លះគឺសេចក្តីទុក្ខព្រោះអត់ធន់បានដេចក្រ1សេចក្តីទុក្ខព្រោះសង្ខារ1សេចក្តីទុក្ខព្រោះការប្រែប្រួល1មនាលភិក្ខុទាំងឡាយសេចក្តីទុក្ខមាន3យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយចុះបុគ្គលមានដំណើរទៅច្រាស់ខ្សែទឹកតើដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះមិនសែបកាមទាំងឡាយផងមិនធ្វើអំពើអាក្រក់ផងតែជាអ្នកប្រកបដោយទុក្ខនិងទោមនស្សមានមុខទទឹកដោយទឹកភ្នែកទួញយំខំប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍បរិសុទ្ធមនាលភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានដំណើរទៅច្រាស់ខ្សែទឹកមនាលភិក្ខុទាំងឡាយចុះទុក្ខនិរោធអរិយសច្ចៈតើដូចម្ដេចគឺសភាវៈនឿយណាយនិងការរលត់មិនមានសេសសល់ជាសភាវៈលះបង់ក្រវែងចោលជំរុះចោលមិនមានអាល័យចំពោះតណ្ហានោះឯងមនាលភិក្ខុទាំងឡាយនេះហៅថាទុក្ខនិរោធអរិយសច្ចៈ